นมកំពឹសចៀនមួយនេះមានតម្លៃ $1.50 និងសាឡាត់មួយនេះមានតម្លៃមិនដល់$1នោះទេខ្ញុំនិងក្រុមការងារបានធ្វើដំណើរយ៉ាងឆ្ងាយមកកាន់ទីក្រុងធំបំផុតរបស់ប្រទេសកម្ពុជាក្នុងបេសកកម្មមួយដើម្បីបង្ហាញអ្នករាល់គ្នាពីម្ហូបតាមផ្លូវ Street Food ដែលអ្នកមិនអាចរកបាននៅកន្លែងណាផ្សេងឡើយនៅត្រង់នេះយើងមានបបរលីជាមួយខ្យងហើយនៅចុងបញ្ចប់នៃវីដេអូនេះយើងនឹងទៅសាកល្បងម្ហូបតាមផ្លូវមួយមុខដែលមានតម្លៃរហូតដល់ទៅ$330បើផ្អែកលើចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ per capita income វាប្រៀបដូចជាប្រជាជននៅសហរដ្ឋអាមេរិកចំណាយលុយជាង$8,000សម្រាប់ការញ៉ាំអាហារតែមួយពេលអញ្ចឹងជាដំបូងគឺមុខម្ហូបមួយដែលគេស្គាល់ថាជានំបញ្ចុកខួរក្តាមគឺនៅទីនេះក្នុងផ្សារធំថ្មីនៃរាជធានីភ្នំពេញតើក្តាមមានខួរក្បាលដែរឬទេសូមជួបជាមួយដៃគូផ្សងព្រេងខាងម្ហូបអាហាររបស់ខ្ញុំគឺកញ្ញាសូរិយាដែលជាអ្នកកើតនៅភ្នំពេញផ្ទាល់ហើយគាត់បានចូលចិត្តផុសលើបណ្ដាញសង្គមរបស់គាត់ដើម្បីបង្ហាញម្ហូបអាហារខ្មែរទៅកាន់ពិភពលោកនៅទីនេះគាត់មានចានតូចមួយវាមិនមែនជាខួរក្បាលពិតប្រាកដទេខ្ញុំជឿថាវាជាខ្លាញ់ក្តាមដែលគេយកទៅរងាស់អូខណៈពេលដែលគូខួរក្តាមគឺជាឈ្មោះដ៏ទាក់ទាញសម្រាប់លក់ដូរចាននំបញ្ចុកនេះគឺពោពេញទៅដោយការភ្ញាក់ផ្អើលជាច្រើនដំបូងបង្អស់គឺស្រទាប់បាតខាងក្រោមមានសណ្ដែកបណ្ដុះស្រស់និងកាត់ត្រកួនកោសជាសរសៃបន្ទាប់មកគឺនំបញ្ចុកមួយក្តាប់រីឯគ្រឿងប្រូតេអ៊ីនវិញមានដូចជាសាច់ប៉ាតេពីរបន្ទះសាច់ជ្រូកខ្វៃដ៏មានអាជីរ៉ូចុងក្រោយប្រហិតត្រីនិងក្រចកជើងជ្រូកមួយដុំធំតែម្ដងបន្ទាប់មកគឺដួសខួរក្តាមមួយវែកដាក់ពីលើរួចថែមត្រកួនកោសត្រយូងចេកនិងផ្កាស្នោចុងក្រោយបង្អស់គឺគ្រឿងពិសេសដែលលាក់ខ្លួននៅក្នុងទឹកស៊ុបរួមមានឈាមជ្រូកគ្រាប់តៅហ៊ូផ្សិតចំបើងនិងផ្លែពោតបារាំងហើយម្ហូបនេះមានតម្លៃត្រឹមតែ$2.50ប៉ុណ្ណោះខ្ញុំគិតថាយើងគួរតែសាកល្បងគ្រឿងមួយចំនួននៅក្នុងចានសិនមុននឹងចាប់ផ្ដើមញ៉ាំសរសៃនំបញ្ចុកអូខេតើយ៉ាងម៉េចដែរចំពោះឈាមជ្រូកមួយដុំនេះអូខេនេះជាឈាមជ្រូកដ៏ឆ្ងាញ់មួយដុំវាមានសភាពណែនបន្តិចនិងស្រួយបន្តិចពេលទំពាសភាពរបស់វាគឺល្អខ្លាំងណាស់ហើយមានជាតិប្រៃល្មមវាមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចកំពុងញ៉ាំទៅហួសអញ្ចឹងប៉ុន្តែនៅពេលដែលអ្នកទំពាវាកាន់តែច្រើនទៅវាមានរសជាតិដូចជាថ្លើមបន្តិចខ្ញុំគិតថាអញ្ចឹងអ្នកឯងនិយាយថាវាធ្វើឲ្យមានអារម្មណ៍ដូចញ៉ាំទៅហ៊ូចឹងមែនទេហាហាអូព្រះអើយស្ទីលនិយាយរបស់អ្នកឯងគឺយុវវ័យសម័យ Gen Z ខ្លាំងណាស់នៅជុំវិញនេះគាត់បានរៀបចំម្ហូបអាហារទាំងអស់ដាក់បង្ហាញនៅខាងក្រៅយ៉ាងច្បាស់តែម្ដងអ្នកអាចក្រឡេកមើលទៅលើហើយឃើញមានដូចជាសាច់ផ្សេងប្រហិតសាច់គោគ្រឿងក្នុងពងមាន់និងប្រភេទសរសៃគុយទាវឬនំបញ្ចុកប្លែកជាច្រើននេះហើយជាអ្វីដែលខ្ញុំចូលចិត្តចំពោះតំបន់អាស៊ីអាគ្នេយ៍ទោះបីជាមិនទាន់ដល់ម៉ោង8ព្រឹកផងក៏មនុស្សម្នាកំពុងតែញ៉ាំអាហារដូចជានំបញ្ចុកឬគុយទាវជាដើមសម្រាប់ចាននេះតើអ្នកណែនាំឲ្យញ៉ាំរបៀបម៉េចដែរយើងច្របល់វាចូលគ្នារួចចាំញ៉ាំតែម្ដងទៅឬច្របាច់ក្រូចឆ្មាបន្តិចទៅអូរសជាតិវាពិតជាអស្ចារ្យណាស់ខ្ញុំមិននឹកស្មានទាល់តែសោះថាវាមានគ្រឿងច្រើនមុខសម្បូរបែបនៅក្នុងចានតែមួយបែបនេះសូម្បីតែសាច់ក៏មានច្រើនប្រភេទខុសគ្នាដែរអូមានផ្លែពោតបារាំងមួយដុំមកជាមួយដែរខ្ញុំសូមដាក់វាទៅកន្លែងដើមវិញហើយចុះចំណែកក្រចកជើងជ្រូកទាំងនេះវិញប្រៀបដូចជាក្រចកជើងជ្រូកមួយចំហៀងធំនៅត្រង់នេះតែម្ដងតោះសាកល្បងមើលឈៀល